Hello អ្នកទាំងអស់គ្នាខានផុសខានលេងទៅមើលវិជាយូរឯងខ្ញុំខែភ្លៀងខែខ្យល់លើអត់ដែលបានលេងថ្ងៃនេះសមណៃតិចមើលនៅលេងកើតអត់តែនេះលេងក្នុង simulator ណាលេងជាមួយ tele Spectrum DX7 ដែរហើយនឹងកម្មវិធី simulator Helix វល់ណាយ៉ាលាក់បាត់មិនបីដែលល្អណាចែកចំណេះដឹងអ្នកដែលចាប់អារម្មណ៍ចង់លេងបន្ទំរុយវិជាបងផុតទិញ tele មួយមកហើយមាន simulator ចឹងមកបញ្ចូលក្នុង computer set up ឲ្យស្រួលគាត់ហាត់លេងសិនសម្បីតែខ្ញុំលេង start ទៅលេងក្នុង simulator ធ្លាក់ទៀតមិនអញ្ចឹងតែ simulator ធ្លាក់ប៉ុន្មានដងក៏បានដែរតែគ្រាន់តែកុំឲ្យទម្លាប់លេងធ្លាក់ពេកលេងធ្លាក់ពេកលេងនឹងក្រៅអត់ល្អដែរជាងជួយអេឡិចត្រូឲ្យបានអញ្ចឹងក្បាច់តែយើងខាងលេងយូរទៅថាប់ទៅទៀងឈរHurricane វ៉ាខាង Hurricane ទីនេះស្លៀកបាត់ចឹងអ្នកទាំងអស់គ្នាគាត់ចាប់អារម្មណ៍អីអាចរៀបចឹងហាត់លេងនេះទៀតហ្នឹងទៅលេងស្ទាត់ទាំងទិញអេឡិកូចង់ខ្លាញ់ណាអីវាក៏ទិញលេងបានដែរព្រោះយើងចេះលេងហើយណាហើយនេះដូចឧទាហរណ៍សម្រាប់អ្នកនេះយើងដំបូងយើងទៅលេងបែបនេះលើអង្គុយចំសង្កាំងនៅនឹងមកកន្លែងបាននេះសង្កាំងចឹងស្ទាត់ហើយចាប់ដើមសង្កាំងលេងយកដាក់កន្លែងនេះឲ្យបានសង្កាំងនេះម្ដងចង់សង្កាំងនៅកន្លែងណាម្ដងអញ្ចឹងណាហើយយើងគ្រប់គ្រងគេហៅ tail in គ្រប់គ្រងទិសតំបន់នៃការមើលទៅចប់រួចរាល់ហើយយើងអាចចាប់តាមហាត់បែរមុខព្រោះឥឡូវពេលនេះយើងរញឆ្វេងអេកូស្ដាំឲ្យមើលស្ដាំមកឆ្វេងវិញទៅក្រោយវិញទៅមុខហ្នឹងក៏ជាអស់ហើយសូម្បីតែ7កតុយនេះក៏ជាដែរអញ្ចឹងហ្នឹងគឺជាមេរៀនទី2ហើយមិនស្រួលលេងទេតែដល់ពេលចេះវាសប្បាយគឺហាត់បែរមុខអញ្ចឹងកាំងឲ្យបានមកលុតចុះអូខេថ្ងៃនេះដាក់វីដេអូជូនអ្នកទាំងអស់គ្នាមើលលេងហើយមានអីចង់និយាយលេងអាចខមមិននៅក្នុងវីដេអូក្នុងយើងផុសក្នុង Facebook ហ្នឹងបានអរគុណ